អ្នកដឹងទេថា CIA ធ្លាប់ប្រើឧទ្ធម្ភាគចក្រយក្ស2គ្រឿងទៅលួចឧទ្ធម្ភាគចក្រចម្បាំងទម្ងន់ជាង8តោនរបស់សូវៀតនៅកណ្ដាលវាលខ្សាច់ទាំងយប់តើ CIA និងកងកម្លាំងពិសេសលួចឧទ្ធម្ភាគចក្រសម្ងាត់បានដោយរបៀបណាពួកគេមិនមែនធ្វើភ្លាមនោះទេគឺត្រូវវឹកហាត់អស់រាប់ខែពួកគេប្រើឧទ្ធម្ភាគចក្រយក្ស Chinook ចំនួន2គ្រឿងដោយដោះគ្រឿងបន្លាស់មិនចាំបាច់ចេញដើម្បីឲ្យស្រាលហើយដាក់ធុងទឹកធំរាប់រយហ្គាឡុងដើម្បីហាត់លើកទម្ងន់ឲ្យដូចនឹងឧទ្ធម្ភាគចក្រដែលត្រូវទៅលួចនោះនៅឆ្នាំ1988ក្នុងអំឡុងសង្គ្រាមរវាងប្រទេសឆាតនិងលីប៊ីយ៉ាដែលគេហៅថាសង្គ្រាមតូយ៉ូតាព្រោះគេប្រើឡាន pick up Toyota វាយគ្នាកងទ័ពលីប៊ីបានបាញ់ចាញ់ហើយរត់ចោលគ្រឿងចក្រសង្គ្រាមទំនើបរបស់សូវៀតជាច្រើនក្នុងនោះមានរបស់មានតម្លៃបំផុតនោះគឺឧទ្ធម្ភាគចក្រ Mi-25 ដែលអាមេរិកចង់បានយកមកសិក្សាជាយូរមកហើយការលើកឧទ្ធម្ភាគចក្រដែលមានទម្ងន់ទៅដល់ 8,500 គីឡូក្រាមមិនមែនជារឿងលេងសើចទេនៅពាក់កណ្ដាលអាត្រីតក្រុមការងារបានហោះកាត់វាលខ្សាច់សាហារ៉ាដ៏សែនឆ្ងាយដោយប្រើឧបករណ៍រុករកចំនួនដើមព្រោះកាលនោះមិនទាន់មាន GPS ទំនើបដូចឥឡូវទេពេលទៅដល់កន្លែងដែល Mi-25 ពួកគេត្រូវធ្វើការយ៉ាងលឿនបំផុតព្រោះខ្លាចទ័ពលីប៊ីដឹងគេប្រើខ្សែស្ទូចយោង Mi-25 ជាប់នឹងពោះឧទ្ធម្ភាគចក្រ Chinook រួចហោះចេញទៅខណៈពេលកំពុងហោះត្រឡប់មកវិញស្រាប់តែមានព្យុះខ្សាច់ដ៏ធំមួយបានបក់បោកមកឧទ្ធម្ភាគចក្រទាំងពីរលែងមើលគ្នាឃើញនិងដាច់ការតាក់ទងគ្នាអ្នកបើកបរមិនអាចហោះឡើងលើគេចផុតពីព្យុះបានទេព្រោះជាប់ឧទ្ធម្ភាគចក្រយោងដ៏ធ្ងន់នៅពីក្រោមមេបញ្ជាការបានសម្រេចចិត្តហោះប្រណាំងជាមួយព្យុះសម្ដៅទៅប្រលានយន្តហោះឲ្យបានលឿនបំផុតជាសំណាងល្អពួកគេបានចុះចតដោយសុវត្ថិភាពពេលព្យុះមកដល់តែបន្តិចប៉ុណ្ណោះបន្ទាប់មកគេបានដាក់ឧទ្ធម្ភាគចក្រ Mi-25 នោះចូលក្នុងយន្តហោះដឹកជញ្ជូន C5 ហើយដឹកត្រឡប់ទៅសហរដ្ឋអាមេរិកវិញដោយជោគជ័យសរុបមកវាគឺជាបេសកកម្មដ៏ក្លាហានបំផុតមួយក្នុងប្រវត្តិសាស្ត្រសង្គ្រាមត្រជាក់ដែលអាមេរិកបានលួចយកបច្ចេកវិទ្យាសម្ងាត់របស់សូវៀតបាននៅពាក់កណ្ដាលវាលខ្សាច់និងស្ថានភាពគ្រោះថ្នាក់បំផុត